ចូលរួមទាំងអស់គ្នាដោយក្តីក្រៀមក្រំបំផុតដោយការសោកស្ដាយបំផុតចឹងទីសូមឲ្យទាំងអស់គ្នាយើងគោរពវិញ្ញាណក្ខន្ធរបស់គាត់សូមគោរពវិញ្ញាណក្ខន្ធគោរពទាំងអស់គ្នាបាទសូមអរគុណណាស់ចេញគឺចាស់ថ្ងៃនេះក្នុងនាមគណៈបកសង្គ្រោះជាតិក្នុងនាមខ្ញុំផ្ទាល់និងសហការីទាំងអស់របស់គណៈបកសង្គ្រោះជាតិសូមចូលរួមយ៉ាងក្រៀមក្រំបំផុតចំពោះគ្រួសារសពដែលបានឃាតករសម្លាប់យ៉ាងសាហាវព្រៃផ្សៃនេះហើយជាខ្ញុំក្នុងនាមគណៈបកសង្គ្រោះជាតិមានការសោកស្ដាយណាស់ដែលមនុស្សល្អអ្នកស្នាជាតិអ្នកស្រឡាញ់ប្រជាពលរដ្ឋបានត្រូវឃាតករសម្លាប់យ៉ាងសាហាវដូចនេះដូច្នេះក្នុងនាមគណៈបកសង្គ្រោះជាតិក្នុងនាមខ្ញុំផ្ទាល់ខ្ញុំសូមសន្យាជាមួយក្រុមគ្រួសារនៃសពទាំងអស់យើងខ្ញុំនឹងរកយុត្តិធម៌វែងមុខឲ្យឃើញពិតប្រាកដថាអ្នកណាជាឃាតករហើយយើងនឹងផ្ដំទាទោសឲ្យបានជាដាច់ខាតណាទាំងអស់គ្នាទាំងគ្រួសារទាំងកូនទាំងអស់សូមនាមគណៈបកសង្គ្រោះជាតិខ្ញុំនឹងធ្វើការបញ្ញាចិត្តដើម្បីរកយុត្តិធម៌ឲ្យមានឯកឧត្តមតំណាងរាស្ត្រឯកឧត្តមនុតរំដួលឯកឧត្តមសុភសៀនៅទីនេះខេត្តកំពង់ស្ពឺនេះគឺថាលោកនឹងបន្តកិច្ចការនេះតទៀត